សូមឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទបានស្ថិតនៅក្នុងលោកអ្នករាល់គ្នាជាបរិបូរណ៍ដោយប្រាជ្ញាគ្រប់យ៉ាងទាំងបង្រៀនឲ្យទូមានគ្នាទៅវិញទៅមកដោយបទទំនុកដំកើងទំនុកបរិសុទ្ធនិងចម្រៀងខាងឯវិញ្ញាណទាំងច្រៀងចេញពីក្នុងចិត្តលោកអ្នករាល់គ្នាថ្វាយចំពោះព្រះវិញហើយការអ្វីដែលលោកអ្នករាល់គ្នាធ្វើទោះដោយពាក្យសម្ដីឬក៏កិរិយាណាមួយចូលធ្វើទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវចុះទាំងអស់ប្រគុណដល់ព្រះដ៏ជាព្រះវរបិតាដោយសារព្រះអង្គផងអាមែននេះគឺជាអត្ថបទគម្ពីរដែលដកស្រង់ចេញពីក្នុងកាន់គម្ពីរកូឡូសជំពូក3ខ16ដល់ខ17តាមរយៈអត្ថបទគម្ពីរនេះយើងបានរៀបចំជាបទចម្រៀងមួយបទដែលមានចំណងជើងថាសូមអរព្រះគុណព្រះយេស៊ូវបទនេះយើងនឹងច្រៀងជាមួយគ្នាតាមដំណំបទប្រុសកំហូចច្រៀងដោយអ្នកនាងស៊ូស៊ីនុចសូមអរព្រះគុណព្រះយេស៊ូវគ្រី